ក្រុមហ៊ុនចំនួន4បានស្នើសុំសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញសៀមរាបទេសរដ្ឋមន្ត្រីសុនច័ន្ទថលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនអះអាងថានាពេលខាងមុខកម្ពុជានឹងមានផ្លូវល្បឿនលឿនទី3ពីភ្នំពេញទៅខេត្តសៀមរាបខណៈមានក្រុមហ៊ុនចំនួន4បានស្នើសុំក្រសួងសិក្សាពីគម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញសៀមរាបលោកទេសរដ្ឋមន្ត្រីសុនច័ន្ទថលបានអះអាងបែបនេះក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានបន្ទាប់ពីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ថានីយបញ្ចូលធម្មពលយានយន្តអគ្គិសនីនិងពិធីប្រគល់ទទួលយានយន្តអគ្គិសនីនៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូននៅថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2022លោកទេសរដ្ឋមន្ត្រីបានលើកឡើងដូចនេះថាក្រៅពីផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុមានក្រុមហ៊ុនចំនួន4បានស្នើសុំសិក្សាដើម្បីស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញសៀមរាបប៉ុន្តែលទ្ធផលយ៉ាងនោះក្រុមហ៊ុនមិនទាន់ផ្ដល់ជូនក្រសួងនៅឡើយទេនាំមកជូនលោកអ្នកដោយគម្រោងកោះកុង City ជាគម្រោងផ្ទះអាជីវកម្មកណ្ដាលក្រុងកោះកុងចាប់បើកលក់ហើយចម្ងាយត្រឹមតែ100ម៉ែត្រពីផ្សារដងតុងទីរួមខេត្តតែប៉ុណ្ណោះងាយស្រួលទិញដើម្បីប្រកបអាជីវកម្មនិងវិនិយោគចំណេញទំនាក់ទំនងលេខទូរស័ព្ទលោកទេសរដ្ឋមន្ត្រីសុនច័ន្ទថលបានបន្តថាខ្ញុំជឿជាក់ថានៅថ្ងៃមុខយើងនឹងមានផ្លូវល្បឿនលឿនភ្នំពេញសៀមរាបផងដែរសូមបញ្ជាក់ផងដែរថាកម្ពុជាមានផ្លូវល្បឿនលឿនចំនួន2ក្នុងនោះផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុបានដាក់ឲ្យដំណើរការសម្រាប់អ្នកធ្វើដំណើរកាលពីពេលថ្មីៗនេះហើយមួយទៀតផ្លូវល្បឿនលឿនភ្នំពេញបាវិតនឹងដាក់ដំណើរការសាងសង់នៅពាក់កណ្ដាលឆ្នាំ2023ផ្លូវល្បឿនលឿន1ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុតម្លៃប្រមាណ$2000លានបានបើកឲ្យប្រើប្រាស់កាលពីដើមខែវិច្ឆិកាឆ្នាំ2022ផ្លូវល្បឿនលឿនភ្នំពេញបាវិតដែលជាផ្លូវល្បឿនលឿនទី2របស់កម្ពុជានឹងប្រើប្រាស់ថវិកាសាងសង់ចំនួន$1638លានហើយក្រុងនឹងបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ2023ខាងមុខនេះអាស៊ាន Property នឹងនាំព័ត៌មានអចលនទ្រព្យជុំវិញតំបន់អាស៊ានទៅកាន់អស់លោកអ្នក